នៅពេលដែលយើងចប់ទី12នៅថ្នាក់សង្គមតើយើងអាចបន្តនៅថ្នាក់សាកលវិទ្យាល័យលើមុខវិជ្ជាវិស្វកម្មឬក៏វិទ្យាសាស្ត្រ Technology បានអត់ចម្លើយរបស់ខ្ញុំគឺឆ្លើយថាបានសាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជាយើងបច្ចុប្បន្នអត់មានបិទសិទ្ធិសេរីភាពយើងសម្រាប់ចិត្តនៅក្នុងការបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាលុះត្រាតែយើងរៀនពីវិទ្យាល័យមុខវិជ្ជាវិទ្យាសាស្ត្រពិតទើបអាចបន្តការសិក្សាផ្នែកវិទ្យាសាស្ត្របានទេបច្ចុប្បន្ននេះគ្រាន់តែមានបណ្ដាសាកលវិទ្យាល័យមួយចំនួនដូចល្បីៗខាងផ្នែកវិទ្យាសាស្ត្រដូចជានៅ Techno សាកលវិទ្យាល័យភូមិន្ទភ្នំពេញ CADT គឺសិតតែមានការប្រឡងចូលទាំងអស់ទៅលើមុខវិជ្ជាវិទ្យាសាស្ត្រឧទាហរណ៍ដូចខាងវិស្វករសំណង់ស៊ីវិលខាង Mechanic ខាងគីមីចំណីអាហារខាង IT ជាដើមគឺសិតតែតម្រូវការប្រឡងចូលអញ្ចឹងបើអ្នកនរគិតថាអ្នកនរអាចមានសមត្ថភាពប្រឡងចូលជាប់ហើយអាចមានសមត្ថភាពរៀនរហូតដល់ចប់គឺសាលាបើកសិទ្ធិសេរីភាពឲ្យគ្នាសម្រាប់ចិត្តនៅក្នុងការចូលប្រឡងហើយរៀនរហូតដល់ចប់បានដូចគេឯងអញ្ចឹងហើយចំពោះបណ្ដាវិទ្យាស្ថានមួយចំនួនឬក៏សាកលវិទ្យាល័យមួយចំនួនគឺគេអត់មានប្រឡងចូលទេលើមុខវិជ្ជាវិទ្យាសាស្ត្រដូចនៅ NPIC ក៏ល្អដែរនៅវិទ្យាស្ថានព្រះកុសសម័យខាងអគ្គិសនីក៏ល្អដូចគ្នាអញ្ចឹងបើអ្នកនេះអាចប្រឡងចូលខាងសាកលវិទ្យាល័យដែលគេប្រឡងអត់ជាប់ទេអ្នកនេះអាចទៅដាក់ពាក្យចូលរៀននៅសាលាផ្សេងៗដែលមានការតម្រូវប្រឡងចូលបានដូចគ្នា